CMI បង្កើនសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម Oiko Credit វិនិយោគដើម្បីអភិវឌ្ឍប្រជាជន CEO Master Club បង្វឹកថ្នាក់ដឹកនាំធុរកិច្ចកំពូលធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុករឹងមាំ បាទជំរាបសួរលោកលោកស្រីប្រិមិត្តដែលកំពុងតាមដានទស្សនាកម្មវិធីផ្សាយផ្ទាល់របស់ស្ថានីយទូទស្សន៍អប្សរាជាទីគោរពថ្ងៃនេះខ្ញុំបាទនឹងលោកអមសេងបូរ៉ាបានវិលត្រឡប់មកជួបលោកលោកស្រីវិញតាមពេលវេលានិងម៉ោងដែលបានកំណត់កាលពីសប្តាហ៍មុនយើងបានបកស្រាយជាច្រើនតាក់ទងនឹងបញ្ហាលុយថ្ងៃនេះគឺយើងផ្ដោតទៅលើជីវិតម្ដងគឺតាក់ទងនឹងមនុស្សដែលជោគជ័យនិងបរាជ័យប៉ុន្តែមុននឹងចាប់ផ្ដើមបាទខ្ញុំបាទចង់ជំរាបសួរលោកអោមសេងបូរ៉ាតាក់ទងនឹងប្រវត្តិរបស់លោកខ្លះៗដើម្បីឲ្យបងប្អូនប្រិមិត្តបានដឹងតាក់ទងនឹងប្រវត្តិផ្ទាល់ខ្លួនរបស់លោកការសិក្សានិងបទពិសោធន៍បាទសូមគោរពអញ្ជើញបាទអរគុណច្រើនបាទអរគុណទៅដល់ប្រិមិត្តទូទស្សនិកជនទាំងអស់ដែលកំពុងតាមដានកម្មវិធីជីវិតនឹងលុយដែលយើងព្យាយាមបង្កើតឡើងដើម្បីជាប្រយោជន៍ទៅដល់បងប្អូនប្រជាជនពលរដ្ឋកម្ពុជារបស់យើងហើយតើតើទៅនឹងប្រវត្តិរបស់ខ្ញុំជាបុគ្គលម្នាក់ដែលបានលូតលាស់នៅក្នុងក្រុមគ្រួសារក្រីក្រមួយពីដើមឡើយនៅក្នុងខេត្តកំពង់ធំបាទហើយបានចាក់ចេញពីស្រុកកំណើតតាមពិតមកបន្តការសិក្សានៅទីក្រុងភ្នំពេញប៉ុន្តែមិនបានសិក្សានៅទីក្រុងភ្នំពេញដោយសារតែมันមានថវិកាគ្រប់គ្រាន់ក្នុងការបន្តការសិក្សាក៏បានរកឱកាសក្នុងការបន្តការសិក្សាជាអាហារូបករណ៍ហើយបានប្រឡងជាអាហារូបករណ៍មិនមែនទៅអាហារូបករណ៍ទៅប្រទេសក្រៅទេគឺនៅក្នុងស្រុកយើងទេបាទគឺនៅខេត្តព្រៃវែងស្រុកកំចាយមាសឈ្មោះថាសាកលវិទ្យាល័យពេទ្យមហារាស៊ីដែលខ្ញុំពេលនោះគឺខ្ញុំសិក្សាជំនាញផ្នែកគណនេយ្យបាទហើយការសិក្សាបន្តមកគឺខ្ញុំបានចូលមកទីក្រុងភ្នំពេញវិញបាទបន្ទាប់ពីចប់ការសិក្សានៅឆ្នាំ98ខ្ញុំចូលមកទីក្រុងភ្នំពេញហើយបន្តការងារនៅទីក្រុងភ្នំពេញជាអ្នកហាត់ការគេហៅអ្នកដែល intern ជាអ្នកស្ម័គ្រចិត្តដែលរៀនធ្វើការមិនទាន់បានជាបុគ្គលិកដែលស៊ីប្រាក់ខែអីទេបាទហើយអញ្ចឹងខ្ញុំធ្វើការនៅទីនោះបាន6ខែក្នុងនាមជាអ្នកហាត់ការនោះបន្ទាប់មកក៏ត្រូវបានគេលើកឲ្យទៅជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុន Ernst & Young ជាសវនករជាអ្នកដែលត្រួតពិនិត្យទៅលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជាច្រើនហើយបន្តមកទៀតខ្ញុំក៏បានបន្តធ្វើការនៅក្នុងទីនោះជាបុគ្គលិកពេញសិទ្ធិរហូតរយៈពេល7ឆ្នាំខ្ញុំក៏បន្តមកនៅអង្គការទស្សនពិភពលោកអង្គការ World Vision ជាសវនករផ្ទៃក្នុងហើយធ្វើការនៅទីនោះបាន1ឆ្នាំកន្លះខ្ញុំក៏បានឡើងតំណែងមួយទៀតទៅជាប្រធានសវនកម្មផ្ទៃក្នុងរបស់អង្គការទស្សនពិភពលោកភាសាអង់គ្លេសថា Internal Audit Manager បាទដែលតំណែងនេះជំនួសតំណែងបរទេសបាទពេលនោះខ្ញុំមានអាយុ23កន្លះ23ឆ្នាំហើយជំនួសតំណែងបរទេសមានឱកាសដឹកនាំខ្លាយទៅជា Manager ហើយជាអ្នកដឹកនាំមួយផ្នែកមួយនៅក្នុងស្ថាប័នហើយមានឱកាសទៅក្រៅប្រទេសរៀនសូត្រផងទៅត្រួតពិនិត្យនឹងការងារក្នុងនាមជាជំនួយការហៅសវនករអន្តរជាតិរបស់អង្គការសហប្រជាលោកទៅ audit នៅប្រទេសផ្សេងៗដែរហើយក្រោយមកទៀតក្នុងរយៈពេលនៅក្នុងតំណែងប្រធាននឹងបាន3ឆ្នាំកន្លះខ្ញុំក៏បានដាក់ពាក្យប្រឡងមកតំណែងថ្មីមួយទៀតដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ World Vision ឈ្មោះថា Vision Fund បាទហើយខ្ញុំបានមានឱកាសជាប់ជាអគ្គនាយកវ័យក្មេងក្នុងអាយុ27ឆ្នាំបាទដែលពេលនោះស្ថាប័ននេះបានបំបែកចេញពី World Vision មកហើយបង្កើតទៅជាសហគ្រាសសង្គមមួយដែលផ្ដល់ឥណទានជូនប្រជាពលរដ្ឋទូទាំងប្រទេសហើយពេលនោះគឺពេលដែលខ្ញុំឡើងកាន់តំណែងនេះគឺមានបុគ្គលិកប្រហែលជា40នាក់ទឹកប្រាក់ប្រហែលជា$70,000ជាដើមទុនជាគេមរតកចេញពី World Vision មកហើយខ្ញុំនិងក្រុមការងារខិតខំប្រឹងប្រែងទាំងអស់គ្នាយើងធ្វើឲ្យស្ថាប័ននេះមានការលូតលាស់យ៉ាងលឿនក្នុងរយៈពេល5ឆ្នាំកន្លះដែលខ្ញុំដឹកនាំនៅទីនោះស្ថាប័ននេះមានការលូតលាស់ទី1គឺបុគ្គលិកពី40នាក់ជាងឡើង600នាក់ហើយពីទឹកប្រាក់$70,000ទៅ$27លានសហរដ្ឋអាមេរិក$27លានបាទសហរដ្ឋអាមេរិកហើយអ្វីជាមោទនភាពមួយទៀតគឺថាលើសពីអ្វីដែលការលូតលាស់នេះគឺជាមោទនភាពសម្រាប់ហៅប្រជាជាតិ
ខ្មែរតែម្ដងដោយសារតែបុគ្គលិករបស់យើងមួយចំនួនខ្លះជាបុគ្គលិកអន្តរជាតិបាទយើងអ្នកខ្លះគាត់ទៅជាខាងបំពេញកិច្ចការជាផ្នែក IT នៅខាងអន្តរជាតិអ្នកខ្លះធ្វើផ្នែកហិរញ្ញវត្ថុអ្នកខ្លះសវនកម្មហើយរហូតមកដល់ពេលនេះគឺខ្ញុំមានការលូតលាស់ខ្លាំងអ្នកខ្លះទៅជាអគ្គនាយកនៅខ្មែរយើងទៅអគ្គនាយកប្រទេសផ្សេងៗដូចជាប្រទេសម៉ុងហ្គូលីអីជាដើមបាទនេះជាមោទនភាពមួយហើយមួយទៀតគឺដោយសារការដែលយើងខិតខំប្រឹងប្រែងយើងជាអ្នកដែលនាំមុខមួយនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះធ្វើឲ្យគ្រឹះស្ថាន Micro-Vision Fund នេះបានក្លាយទៅជាគ្រឹះស្ថានមួយគេហៅថា Center of Excellence ជាមជ្ឈមណ្ឌលឧត្តមណាមជ្ឈមណ្ឌលគំរូដែលចែករំលែកបទពិសោធន៍ទៅប្រទេសផ្សេងៗបាទហើយដោយសារតែជោគជ័យនេះបានធ្វើឲ្យខ្ញុំកាន់តែមានទំនុកទុកចិត្តក្នុងការដឹកនាំជីវិតខ្លួនឯងធ្វើការផ្លាស់ប្ដូរខ្ញុំក៏ចាក់ចេញពីគ្រឹះស្ថាន Micro-Vision នេះ Vision Fund នេះក្នុងតាំងពីថ្ងៃ1 ខែ 1 2010បាទបើទៅវាជួប5ឆ្នាំជាងទៀតហើយនេះបាទហើយចេញមកនេះគឺដោយសារតែខ្ញុំមើលឃើញនៅឱកាសជាច្រើននៅក្នុងប្រទេសកម្ពុជាយើងដែលចេញពីបញ្ហាបាទយើងមើលឃើញឱកាសនៅក្នុងបញ្ហាគឺបញ្ហាអីខ្ញុំមើលឃើញថាចង់ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះគឺជាពិសេសគឺភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាគឺយើងត្រូវជំរុញផ្នែកសេដ្ឋកិច្ចក្នុងស្រុកឲ្យខ្លាំងបាទយើងមិនអាចពឹងផ្អែកទៅលើតែសេដ្ឋកិច្ចក្រៅស្រុកទេអញ្ចឹងសេដ្ឋកិច្ចក្នុងស្រុកហ្នឹងគឺសំដៅទៅលើអ្នករស់ស៊ីក្នុងស្រុកហ្នឹងអ្នកដែលក្នុងវិស័យឯកជនអ្នកដែលរស់ស៊ីក្នុងស្រុកដែលគាត់រស់ស៊ីលក្ខណៈគ្រួសារឃើញថារស់ស៊ីច្រើនហើយប៉ុន្តែទុយលក្ខណៈគ្រួសារគ្រប់គ្រងលក្ខណៈគ្រួសារខ្វះរបៀបរបបក្នុងការដឹកនាំការគ្រប់គ្រងគឺមានភាពអញញ៉ៃដែលគាត់ធ្វើឲ្យគាត់ទៅជាអ្នកទោសអាជីវកម្មនៅក្នុងហ្នឹងมันពិបាកបរិបទជាដើមអញ្ចឹងអាជីវកម្មបែបគ្រួសារបាទអញ្ចឹងខ្ញុំមើលឃើញថាខ្ញុំមានបទពិសោធន៍ក្នុងការធ្វើឲ្យអាជីវកម្មរបស់ Vision Fund ហ្នឹងទៅលើអន្តរជាតិហ្នឹងយើងមានស្តង់ដារមានការទទួលស្គាល់ច្រើនអញ្ចឹងខ្ញុំយកបទពិសោធន៍នេះអាចទៅចែករំលែកទៅបង្វឹកម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាជួយគាត់ជោគជ័យមកកម្រិតណាបាទគាត់រស់ស៊ីបានមកដល់ប៉ុណ្ណឹងគាត់ជោគជ័យមកកម្រិតណាអញ្ចឹងជួយគាត់ជំរុញទៅមកកម្រិតទៀតកាន់តែជោគជ័យជាងនឹងកាន់តែពង្រីកសាខាបានយ៉ាងជាងនឹងចាក់កាន់តែគាត់អាចធ្វើ business ផ្សេងទៀតបានដែលថាប្រព័ន្ធការងារប្រព័ន្ធគ្រប់គ្រងការងារហ្នឹងវាជួយគាត់តែគាត់ពីមុនគាត់ខ្វះហ្នឹងបាទអញ្ចឹងខ្ញុំចាប់ផ្ដើមបង្កើតនៅការបង្វឹកខ្ញុំកាត់ក្រុមហ៊ុនដែលក្នុងការបណ្ដុះបណ្ដាលការបណ្ដុះបណ្ដាលប្រឹក្សាជូនគាត់អញ្ចឹងខ្ញុំបានបង្កើតស្ថាប័នមួយចំនួនកន្លងមកយើងបង្វឹកម្ចាស់អាជីវកម្មរាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជារបស់យើងហើយក្នុងនោះគឺយើងមានក្រុមហ៊ុនមួយចំនួនដែលខ្ញុំបានបង្កើតដើម្បីបំពេញសេវាកម្មជូនទៅដល់ម្ចាស់អាជីវកម្មទាំងអស់ហ្នឹងមានទាំងសេវាគ្រប់ផ្នែកទាំងអស់លោកអាចបញ្ជាក់បានទេថាមានក្រុមហ៊ុនអ្វីខ្លះដែលលោកបានបង្កើតនៅបច្ចុប្បន្ននេះអ្វីដែលយើងកំពុងតែមកមានជាមួយយើងមាន CEO Master Club តែខ្ញុំជាស្ថាបនិកនិងជាប្រធានដឹកនាំនិងជាគ្រូបង្វឹកមួយយ៉ាងនៅក្នុងកិច្ចការហ្នឹងគឺច្រើនគឺបង្វឹកអ្នកជំនួញដែលគាត់មានអាជីវកម្មសាច់ហើយហ្នឹងគាត់ចង់ធ្វើឲ្យវាតូចហ្នឹងទៅធំពីលក្ខណៈគ្រួសារគ្រប់គ្រងអ្នកគ្រួសារហ្នឹងទៅមានស្តង់ដារមានអីណាដើម្បីគាត់អាចពង្រីកអាជីវកម្មរបស់គាត់ដើម្បីគាត់អាចដកខ្លួនចេញពីភាពមមាញឹករបស់គាត់ដែលបើសិនគាត់មមាញឹកខ្លាំងគាត់បានធ្វើ business មួយហ្នឹងហើយតូចទៀតគាត់អាចបរិយាសាខាអាចបរិយាអីបានទេអញ្ចឹងយើងជួយឲ្យគាត់អាចរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការគ្រប់គ្រងស្តង់ដារការគ្រប់គ្រងហើយអាចបង្រៀនទៅជាសាខាអីបានដែលគាត់មិនចាំបាច់ទៅនៅធ្វើនៅហ្នឹងណាគេថាគេធ្វើជំនួសបានប៉ុន្តែដោយសារយើងមានរបៀបរបបនៃការគ្រប់គ្រងហើយគាត់អាចបរិយាអាចចង់វិនិយោគលើអីផ្សេងទៀតរកស៊ីអីផ្សេងទៀតអាចបានទៀតដោយសារតែគាត់មានរបៀបរបបក្នុងការគ្រប់គ្រងស្ថាប័នដែលមានលក្ខណៈស្តង់ដារដែលជាប្រព័ន្ធហ្នឹងអញ្ចឹងយើងខ្ញុំពលខ្លះជាមួយនឹង CEO មកខ្លះយើងមានក្រុមហ៊ុនផ្សេងទៀតដែលផ្ដល់សេវាកម្មជូនអ្នកតើតើ CEO Master Club លោកមានប្រសាសន៍ថាយើងបង្វឹកតែម្ចាស់អាជីវកម្មប៉ុន្តែបើសិនជាអ្នកដែលមានបំណងសិស្សនិស្សិតដែលគាត់ទើបចប់ពីសាលាមានបំណងចង់បើកអាជីវកម្មតើយើងអាចទទួលបង្វឹកពួកគាត់បានដែរឬទេបាទតាមពិត CEO Master Club យើងផ្ដោតទៅលើតែម្ចាស់អាជីវកម្មទេដែលមានអាជីវកម្មស្រេចព្រោះគាត់បានប្រឡូកនៅក្នុងសមរភូមិរួចទៅហើយគាត់ដឹងពីទុកទឹកក្តៅទឹកត្រជាក់ពីបញ្ហាអីជាច្រើនគាត់ស្គាល់បញ្ហានឹងច្បាស់ហើយគាត់ចង់បានដំណោះស្រាយគាត់ត្រូវការជំនួយភ្លាមបាទហើយយើងងាយក្នុងការជួយគាត់បើថាគាត់នៅក្នុងសមរភូមិរួចទៅហើយតែសម្រាប់បងប្អូនដែលចង់ខ្លាចទៅជាម្ចាស់អាជីវកម្មយើងជួយដែរបានជួយវិធីសាស្ត្រផ្សេងបាទឥឡូវនេះយើងមានវិធីស្ថានគុណភាពការងារកម្ពុជាមួយទៀតបាទអ្នកដែលចង់ហ្នឹងគាត់អាច
ទៅចុះឈ្មោះចូលរៀននៅវិទ្យាស្ថានគុណភាពការងារកម្ពុជាដែលយើងទើបតែបង្កើតថ្មីនៅក្នុងឆ្នាំនេះតែម្ដងគឺថ្នាក់កំណត់បរិញ្ញាបត្ររងតែរៀន2ឆ្នាំបាទគាត់អាចទៅរៀនធ្វើជាសហគ្រិនហើយគាត់អាចរៀនរបៀបស្តីនឹង CEO មកសក្រាប់ដែរប៉ុន្តែដោយសារតែគាត់អត់បត់ពិសោធន៍គាត់ត្រូវការពេលយូរជាងហើយគាត់ត្រូវការឱកាសក្នុងការអនុវត្តបាទនេះយើងមានដែរយើងទៅបង្កើតវិទ្យាស្ថានគុណភាពការងារកម្ពុជាដែលក្នុងវិទ្យាស្ថាននេះគឺមានផ្ដោតលើទាំងនិស្សិតទៀតហើយជំនាញមានតែសហគ្រិននេះមានជំនាញផ្សេងៗទៀតដូចជាជំនាញទីផ្សារជំនាញអចលនទ្រព្យជំនាញគណនេយ្យជំនាញឥណទានធនាគារអីជាដើមបាទនេះគឺជាអ្វីដែលយើងបង្កើតថ្មីដើម្បីជួយបង្កើតនៅកម្លាំងពលកម្មដែលមានគុណភាពជាពិសេសជួយមក CEO មកសក្លាប់វិញដែរសមាជិកវិញបាទលោកធ្លាប់ជានិស្សិតមានន័យថានិស្សិតមកពីជនបទមានន័យថាខ្វះខាតជីវភាពបើសិនបើមាននិស្សិតបច្ចុប្បន្នគាត់ចង់សិក្សានៅវិទ្យាស្ថានគុណភាពការងារប៉ុន្តែគាត់ពុំមានលទ្ធភាពក្នុងការបង់ប្រាក់តើគាត់អាចរៀនបានដែរឬទេបាទតែយើងដោយសារតែនេះបងដឹងថាយើងកន្លងមកពីមុនយើងពិបាកណាយើងអត់លុយក្នុងការរៀនសូត្រដូចខ្ញុំខ្លួនឯងអត់លុយអត់អាចរស់នៅទីក្រុងភ្នំពេញបានអត់អាចបន្តបានទេអញ្ចឹងយើងបានផ្ដល់ដំណោះស្រាយយើងបានសហការខ្ញុំបានស្នើសុំទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund ដែលជាស្ថាប័នដែលខ្ញុំបានចូលរួមដឹកនាំពីមុនមកហ្នឹងអញ្ចឹងគេមានការចូលរួមជួយគ្រប់គ្រងដោយផ្ដល់នៅប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបបំផុតហើយរយៈពេលយូរហើយមានបទលក្ខខណ្ឌអីហ្នឹងធូរស្រាលជាងប្រាក់កម្ចីធម្មតាអញ្ចឹងគាត់មានឱកាសក្នុងការទទួលប្រាក់កម្ចីណាដែល Vision Fund ជាអ្នកផ្ដល់ជូនបាទខ្ញុំបន្តបន្តិចទៀតទៅនឹងបទពិសោធន៍បន្តមិញតែយើងបង្កើត CEO Master Club មានវិទ្យាស្ថាននិងមានក្រុមហ៊ុនផ្សេងទៀតដូចសេវាកម្មខាងពន្ធដារខាងគណនេយ្យខាង IT និងខាងជួយធ្វើម៉េចឲ្យក្រុមហ៊ុនរបស់គាត់ហ្នឹងគឺថារៀបចំស្តង់ដារផែនការអាជីវកម្មអីផ្សេងៗយើងមានអាហ្នឹងហើយក្រៅពីនេះទៅទៀតក្រៅពីអ្វីដែលខ្ញុំធ្វើនៅទីនេះគឺខ្ញុំជាពិសេសកម្មវិធីមួយចំនួនដូចកម្មវិធីសង្គមជាពិសេសកម្មវិធីជីវិតនឹងលុយដែលជាកម្មវិធីមួយរបស់ស្ថាប័នរបស់ខ្ញុំដែរគឺយើងនៅក្រោមការរៀបចំរបស់ CMI នៃវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាដែលយើងជួយផ្ដល់នូវចំណេះដឹងអានេះជាកម្មវិធីសង្គមសុទ្ធសាធបាទទៅដល់ប្រជាជនពលរដ្ឋយើងដោយយើងយល់ឃើញថាការដែលសិក្សាហ្នឹងគឺលើសទៅត្រូវការលើសពីអ្វីដែលរៀននៅសាលាបាទអញ្ចឹងគឺតកតងនឹងចំណេះដឹងរឿងជីវិតដែលមិនសូវបានយកដាក់ខ្លាំងនៅសាលាហើយនឹងតកតងចំណេះដឹងរឿងហេតុអញ្ញវត្ថុបាទនៅសាលាយើងរៀនជំនាញមកជំនាញដែលធ្វើម៉េចឲ្យយើងមានជំនាញការងារធ្វើការងារបានល្អបានប្រាក់ខែតែវាត្រូវការលើសពីនឹងទៀតចំណេះដឹងរឿងជីវិតដែលយើងត្រូវដឹកនាំជីវិតមិនទៅរកសុភមង្គលទៅរកសេចក្តីសុខនិងដឹកនាំជីវិតមិនទៅរកការបង្កើតនូវទ្រព្យសម្បត្តិណាដែលបានច្រើនជាងមុនបាទនេះគឺជាអ្វីដែលយើងធ្វើនៅទីនេះហើយក្រៅពីកិច្ចការទាំងអស់នេះខ្ញុំក៏ជាអភិបាលឯករាជ្យរបស់ស្ថាប័នធំៗនៅស្រុកខ្មែរយើងមួយចំនួនដែលក្នុងនោះមានគេហៅរដ្ឋបាលទឹកស្វែក្នុងភ្នំពេញខ្ញុំជាអភិបាលឯករាជ្យនៅទីនោះជួយក្នុងការផ្ដល់មតិយោបល់ទៅដល់ការដឹកនាំការគ្រប់គ្រងរបស់ស្ថាប័នហើយនឹងជាអភិបាលឯករាជ្យរបស់ Eon Microfinance បាទដែលជាសម្ព័ន្ធក្រុមហ៊ុន Eon Mall ជាដើមនៅក្នុងនោះគឺខ្ញុំនៅក្នុងផ្នែកខាង Eon Microfinance បាទជួយដែលគេថាបងរំលោះអីផ្សេងៗបាទអញ្ចឹងនេះជាអ្វីដែលខ្ញុំជួយហើយមួយទៀតក៏ជាអភិបាលឯករាជ្យរបស់ធនាគារអភិវឌ្ឍជនបទបាទនេះជាកិច្ចការដែលខ្ញុំកំពុងតែរវល់មកដល់បច្ចុប្បន្នបាទអរគុណដោយសារពេលវេលាយើងអស់ហើយសម្រាប់វគ្គទី1អញ្ចឹងនឹងវិលមកជួបលោកវិញនៅវគ្គទី2លោកស្រីប្រិមិត្តដែលកំពុងតាមដានទស្សនាកម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាជាទីគោរពនៅពេលនេះកិច្ចសម្ភាសន៍របស់ខ្ញុំបាទជាមួយនឹងលោកអមសេងបារ៉ានៅវគ្គទី1គឺអស់ពេលវេលាហើយយើងនឹងជួបគ្នានៅវគ្គទី2ទៀតប៉ុន្តែមុននឹងជួបគ្នាសូមជួបជាមួយនឹងអ្នកឧបត្ថម្ភកម្មវិធីបន្តិចសិនបាទតើលោកអ្នកកំពុងចង់ពង្រីកអាជីវកម្មមែនដែរឬទេចូលរួមជាសមាជិក CEO Master Club ដើម្បីក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលបានយ៉ាងឆាប់រហ័សធ្វើអាជីវកម្មតូចទៅជាធំពីលក្ខណៈគ្រួសារទៅជាស្តង់ដារពង្រីកបណ្ដាញការលក់កាន់តែទូលាយលើកកេរ្តិ៍ឈ្មោះក្រុមហ៊ុនឲ្យកាន់តែខ្ពស់និងចូលរួមអភិវឌ្ឍសង្គមកាន់តែខ្លាំងលោកអ្នកនឹងទទួលបានការប្រឹក្សាជាបន្តបន្ទាប់ CEO Master Club ពង្រឹងអ្នកដឹកនាំធុរកិច្ចកំពូលធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុករឹងមាំ
វិទ្យាស្ថានគុណភាពការងារកម្ពុជាសូមស្វាគមន៍ចំពោះសិស្សនិស្សិតមកទទួលការសិក្សានៅក្នុងវិទ្យាស្ថានគុណភាពការងារកម្ពុជាថ្នាក់បរិញ្ញាបត្ររងដែលមានជំនាញដូចជាសហគ្រិនជាន់ខ្ពស់ភ្នាក់ងារទីផ្សារជាន់ខ្ពស់ភ្នាក់ងារអចលនទ្រព្យជាន់ខ្ពស់ភ្នាក់ងារឥណទានធនាគារជាន់ខ្ពស់គណនេយ្យករជាន់ខ្ពស់ភាសាអង់គ្លេសសិស្សានុសិស្សដែលមិនមានលទ្ធភាពក្នុងការសិក្សាវិទ្យាស្ថានមានការសហការជាមួយនឹងមីក្រូហិរញ្ញវត្ថុ Vision Fund ទាំង25ខេត្តក្រុងសម្រាប់ផ្ដល់ជាកម្ចីជាមួយនឹងអត្រាការប្រាក់ទាបបំផុតការសិក្សាការរស់នៅនិងសម្រាប់ទិញសម្ភារៈសិក្សានិងទិញម៉ូតូនិស្សិតក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមនៅសេវាធានារ៉ាប់រងលើសុខភាពពេលមានជំងឺនិងគ្រោះថ្នាក់បុគ្គលនិស្សិតដែលមកពីខេត្តឆ្ងាយវិទ្យាស្ថានក៏ជួយរកអន្តេវាសិកដ្ឋានសម្រាប់ឲ្យស្នាក់នៅដែលមានលក្ខណៈស្តង់ដារអន្តរជាតិវិទ្យាស្ថានបានយកចិត្តទុកដាក់ចំពោះជំនាញដែលជាតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគតរាល់និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានហើយមិនមានការងារធ្វើវិទ្យាស្ថានធានាសងប្រាក់វិញ 100% នៅពេលដែលនិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថាននិស្សិតនឹងទទួលបានជំនាញនិងការងារមួយយ៉ាងពិតប្រាកដរួមទាំងប្រាក់ចំណូលសមរម្យវិទ្យាស្ថានគុណភាពការងារកម្ពុជានាំមកនូវភាពជោគជ័យថ្មីសម្រាប់អ្នកដើម្បីកម្ពុជាតើលោកអ្នកកំពុងចង់ពង្រីកអាជីវកម្មមែនដែរឬទេចូលរួមជាសមាជិក CEO Master Club ដើម្បីក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលបានយ៉ាងឆាប់រហ័សធ្វើអាជីវកម្មតូចទៅជាធំពីលក្ខណៈគ្រួសារទៅជាស្តង់ដារពង្រីកបណ្ដាញការលក់កាន់តែទូលាយលើកកេរ្តិ៍ឈ្មោះក្រុមហ៊ុនឲ្យកាន់តែខ្ពស់និងចូលរួមអភិវឌ្ឍសង្គមកាន់តែខ្លាំងលោកអ្នកនឹងទទួលបានការប្រឹក្សាជាបន្តបន្ទាប់ CEO Master Club ពង្វឹកអ្នកដឹកនាំធុរកិច្ចកំពូលធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុករឹងមាំCMI បង្កើនសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម Oiko Credit វិនិយោគដើម្បីអភិវឌ្ឍប្រជាជន CEO Master Club បង្វឹកថ្នាក់ដឹកនាំធុរកិច្ចកំពូលធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុករឹងមាំបាទលោកលោកស្រីសូមស្វាគមន៍មកកាន់វគ្គទី2នៃកម្មវិធីជីវិតនឹងលុយបាទបាញ់មិញលោកបានបកស្រាយតាក់ទងនឹងប្រវត្តិត្រួសត្រាខ្លះរបស់លោកពិតជាគួរចាប់អារម្មណ៍មែនប៉ុន្តែយើងងាកមកសំណួរដែលបងប្អូនប្រិមិត្តដែលកំពុងតែតន្ទឹងរង់ចាំចង់ដឹងនោះព្រោះមនុស្សយើងនៅក្នុងលោកមានពីរប្រភេទមនុស្សជោគជ័យនិងមនុស្សបរាជ័យជាដំបូងខ្ញុំបានចង់ឲ្យលោកអមសេមរ៉ាប់ពន្យល់តាក់ទងនឹងអត្ថន័យនៃពាក្យថាមនុស្សជោគជ័យតើមានអត្ថន័យយ៉ាងណាបាទសូមគោរពអញ្ជើញបាទអរគុណបាទជាទូទៅមនុស្សយើងនិយាយច្រើនណាស់ពាក្យថាជោគជ័យហ្នឹងប៉ុន្តែនៅពេលដែលយើងសួរថាតើជោគជ័យហ្នឹងស្អីគេពីខ្លះខ្ញុំសួរគាត់ស្អីទៅជោគជ័យហ្នឹងហើយសួរបើសួរចង់ជោគជ័យចង់លើកដៃប៉ុន្តែនៅពេលដែលសួរថាជោគជ័យហ្នឹងស្អីគេវាងាយងាមបាទអញ្ចឹងចំណុចនេះដែលបងលើកឡើងនេះខ្ញុំគិតថាជាចំណុចមួយសំខាន់ដែលជាគោលដៅបឋមរបស់មនុស្សព្រោះមនុស្សយើងកើតមកហើយស្លាប់ទៅវិញចង់បានអីហើយគេថាចង់បានជោគជ័យប៉ុន្តែស្អីជោគជ័យកន្លែងនេះខ្ញុំចង់ឲ្យអត្ថន័យនៃពាក្យថាជោគជ័យបាទព្រោះមនុស្សយើងកើតមកហើយស្លាប់ទៅវិញតែចង់បានអីគេធំបំផុតចង់បានអីគេធំបំផុតអ្នកខ្លះគាត់ថាជោគគាត់ថាដាក់អនិយមន័យហ្នឹងខុសៗគ្នាមនុស្សយើងប្រកាសណាបើសិនបើគាត់អត់ដឹងអំពីគោលបំណងធំបំផុតរបស់ជីវិតគាត់ប្រកាសជាមាននិយមន័យរៀងៗខ្លួនណាបាទប៉ុន្តែបើសិនបើយើងរកឃើញនៅគោលបំណងទៅធំបំផុតរបស់មនុស្សយើងនឹងដាក់និយមន័យចំហើយជានិយមន័យដែលទាំងអស់នេះចង់បានបាទអញ្ចឹងកើតមកហើយស្លាប់ទៅវិញអញ្ចឹងនៅក្នុងចន្លោះពីកើតទៅស្លាប់តែយើងចង់បានអីនៅក្នុងនេះខ្ញុំដើម្បីកុំឲ្យខាតពេលខ្ញុំចង់ទៅចំតែម្ដងមនុស្សយើងមានតែពីរទេបាទនៅចន្លោះពីកើតទៅស្លាប់គ្រប់ដង្ហើមចេញចូលមានតែសុខឬក៏ទុក្ខទេមានតែពីរទេអញ្ចឹងប្រសិនបើយើងអត់ចាប់អារម្មណ៍អំពីរឿងពីរនេះបាទគឺយើងអាចមានសុខនិងទុក្ខពេលខ្លះមានទុក្ខច្រើនជាងសុខទៅទៀតហេតុអ្វីបាទព្រោះមនុស្សគឺកើតមកហើយគឺថាជាប់មកជាមួយនឹងគេហៅថាបញ្ហាបាទកើតមកក៏ជាប់ជាមួយនឹងបញ្ហាជាប់នឹងខ្លួនតែម្ដងតាំងពីកំណើតរហូតដល់ស្លាប់ទៅវិញបញ្ហានោះដែលទៅដោះដែលទៅយើងនឹងទៅដោះគ្រប់គ្នាអញ្ចឹងបើសិនបើយើងអត់ចេះដោះទេយើងនឹងរស់ជាមួយនឹងបញ្ហារស់ជាមួយនឹងសេចក្តីទុក្ខគ្រប់ដង្ហើមចេញចូលណាយើងអាចមានសេចក្តីសុខមួយផ្លេតតែវាមកផ្លេតឲ្យវារលត់ទៅវិញបាត់ទៅវិញតទៅរវាទៀតបានមកផ្លេតតែបាត់ទៅវិញទៀតអញ្ចឹងតាមពិតគោលបំណងរបស់ជីវិតក៏ដូចជានិយមន័យនៃពាក្យថាជោគជ័យគឺជាការ
បង្កើតគឺជាដំណើរណាជាដំណើរនៃការបង្កើតនៅសេចក្តីសុខដែលយើងចង់បានហើយសេចក្តីសុខនេះហើយគឺជាជោគជ័យកម្រិតកំពូលបាទប្រសិនបើយើងក៏លេចមើលនៅក្នុង Maslow hierarchy បើបងប្អូនដែលឬក៏បងដែលបានធ្លាប់ឮអំពី Maslow hierarchy គឺគាត់និយាយអំពី5កម្រិតនៅក្នុងដំណើរជីវិតរបស់មនុស្សដែលមនុស្សត្រូវការឬក៏ចង់បានបាទមានអ្វីខ្លះបាទទី1គឺដើម្បីការជាមូលដ្ឋានបាទហៅថាកម្រិតទី1អានេះបើសិនជាមនុស្សយើងអាចសម្រេចទី1បានមានថាជោគជ័យកម្រិតទី1បាទលោកអាចបញ្យល់ពឹស្ដាថាកម្រិតទី1ហ្នឹងតម្រូវការមូលដ្ឋានមនុស្សត្រូវការអ្វីខ្លះបាទទី1ឧទាហរណ៍ថាយើងត្រូវការអាហារហូបចុកបាទយើងត្រូវការជំរកស្នាក់នៅអត់អាហារហូបចុកដាច់ពោះហើយបាទអត់ជំរកវាមានធ្វើឲ្យសុខភាពយើងខូចហើយអាចនឹងមានបញ្ហារស់នៅអត់កើតអាចយើងទៅវិញសម្លៀកបំពាក់ណាដែលយើងត្រូវការគឺថាចាំបាច់ព្រោះអត់អាហ្នឹងវាអាក្រាតវាអីទៅវាអត់មានភាពសមរម្យជាមនុស្សហ្នឹងបាទអញ្ចឹងដើម្បីការមូលដ្ឋាននេះគឺទី1ឲ្យធ្វើម៉េចបានហូបចុកសូម្បីតែហូបចុកនេះមិនទាន់ឆ្ងាញ់ណាស់ណាក៏អត់វាឲ្យបានហូបចុកឲ្យឆ្អែតសិនបាទឆ្អែតសិនជំរកអត់ទាន់មានកន្លែងនៅផ្ទះអីខ្លួនឯងប៉ុន្តែយើងអាចនៅតាមកន្លែងណាដែលជ្រកបានសិនណាឧទាហរណ៍ថាជួលផ្ទះគេនៅសិនក៏បានដែរបាទឬក៏ផ្ទះតូចសិនក៏បានដែរឲ្យតែមានជំរកអានេះហើយតម្រូវការមូលដ្ឋានតម្រូវការមូលដ្ឋានមានទៀតផ្លូវភេទក៏តម្រូវការមូលដ្ឋានដែរណាជាពិសេសបុរសនិងនារីដែលកាត់មកចេញតាមដល់វ័យគឺថាត្រូវការឲ្យបើអត់ហ្នឹងអត់បានទេបាទដង្ហើមនេះដែលយើងត្រូវការដកអញ្ចឹងអស់នេះគឺជាតម្រូវការមូលដ្ឋានហើយមនុស្សដែលសម្រេចបាននៅកម្រិតទី1នេះគឺថាជោគជ័យកម្រិតទី1បាទកម្រិតទី2ដែលជាជោគជ័យដែលយើងត្រូវតែទៅមិនឲ្យទៅដល់កម្រិតទី2គឺតកតងទៅនឹងសុវត្ថិភាពសុវត្ថិភាពមានថាលើកមុនយើងហូបអីបានឥឡូវនេះត្រូវការអនាម័យជាងមុនសុវត្ថិភាពមកឲ្យឈឺបាទជំរកស្នាក់នៅវាមុនចំហធ្លុះធ្លាយបានប៉ុន្តែឥឡូវត្រូវការឲ្យមមតំចិត្តជាងមុនបាទតែការស្លៀកពាក់អីក៏អញ្ចឹងដែរបាទញ៉ាំអីគឺប្រយ័ត្នជាងមុនណាបាទអានេះគឺតកតងទៅនឹងសុវត្ថិភាពនៃការពារដើម្បីឲ្យខ្លួនបានប្រសើរជាងមុនកម្រិតទី2កម្រិតទី3គឺតកតងទៅនឹងអ្វីដែលខ្លួនចង់បានជាកម្មសិទ្ធិបាទពីមុនមកនៅផ្ទះជួលគេប៉ុន្តែឥឡូវទៅចង់បានមានផ្ទះខ្លួនឯងបាទពីមុនប្រើរបស់គេចង់ប្រើរបស់ខ្លួនឯងណាអ្វីដែលខ្លួនស្រឡាញ់អ្វីដែលខ្លួនចង់បានគឺសូម្បីតែគ្រួសារប្រពន្ធណាយើងប្តីភរិយាស្វាមីដែលធ្វើទៅម៉េចដែលខ្លួនស្រឡាញ់គឺយកឲ្យបានណាអាហ្នឹងគឺតើដល់កម្រិតទី3បាទកម្រិតទី4ណាជោគជ័យមួយកម្រិតទៀតគេហៅជោគជ័យនៅកម្រិតទី4ស្អីគេគឺជោគជ័យដែលមានកិត្តិយសការទទួលស្គាល់ការឲ្យតម្លៃពីសង្គមណាដែលអាហ្នឹងអាចថាជាឋានៈបណ្ដាលើសពីឋានៈទៅទៀតមិនមែនគ្រាន់តែឋានៈទេគឺឋានៈដែលគេឲ្យតម្លៃទៀតនៅក្នុងតំណែងអ្នកធំក៏ដោយអ្នកមានក៏ដោយណាប៉ុន្តែសង្គមឲ្យតម្លៃអត់បើសង្គមអត់ឲ្យតម្លៃទេក៏អត់បានជោគជ័យក្នុងកម្រិតនេះបានតែតំណែងមានតែឈ្មោះតែអត់មានការទទួលស្គាល់ការឲ្យតម្លៃពីសង្គមណាអ្នកដែលនៅក្នុងសង្គមគេឲ្យតម្លៃអាហ្នឹងបានមានតម្លៃពិតប្រាកដបាទអាហ្នឹងទី4ណាអញ្ចឹងវាថាយើងដល់មានលុយមានឋានៈមានតំណែងធំអីហើយនៅកម្រិតទី4ឡើយទី4បាទអាកម្រិតចុងក្រោយស្អីគេគឺការបំពេញនៅសេចក្តីសុខសម្រាប់ខ្លួនឯងនិងការបំពេញបេសកកម្មលើជីវិតខ្លួនឯងដែលយើងពេញចិត្តយើងបិទភ្នែកចិត្តមុនពេលដែលយើងទៅវិញបាទអញ្ចឹងអាចុងក្រោយណាគឺសេចក្តីសុខហ្នឹងមកតែសេចក្តីសុខសម្រាប់ខ្លួនឯងនិងសេចក្តីសុខសម្រាប់អ្នកដទៃនេះអាហ្នឹងគឺជាជោគជ័យកម្រិតកំពូលអញ្ចឹងនេះជាការដែលយើងត្រូវមើលឲ្យឃើញថាតើយើងនៅកម្រិតណាឥឡូវនេះហើយយើងចង់ជោគជ័យទៅកម្រិតណាបាទអញ្ចឹងយើងចង់ទៅឲ្យខ្ពស់ជាងគេកម្ពស់ដែលជោគជ័យកម្រិតកំពូលនោះគឺសេចក្តីសុខដែលយើងត្រូវតែបង្កើតឲ្យមានសម្រាប់ការសេចក្តីពេញចិត្តសម្រាប់ឲ្យនឹងអ្វីដែលយើងធ្វើសម្រាប់អ្នកដទៃដែលយើងអត់ស្ដាយក្រោយពេលយើងទៅវិញអញ្ចឹងនេះគឺជាអ្វីដែលយើងហៅថាជោគជ័យដែលមានបែងចែកតាមកម្រិតប៉ុន្តែនៅក្នុងជោគជ័យនេះដើម្បីបានវាមិនមែនងាយស្រួលទេណាដើម្បីទៅដល់កម្រិតទី5នោះត្រូវការស្រាវជ្រាវត្រូវការត្រិះរិះពិចារណារកគតិបណ្ឌិតគ្រប់ជំហានរបស់យើងនៅក្នុងជីវិតរបស់យើងទាំងអស់បាទដែលយើងត្រូវរៀនពីអ្នកដែលគាត់ទៅដល់មុនបាទអញ្ចឹងបានដូចនៅក្នុងបច្ចុប្បន្នគេរៀនតាមរបៀបសាសនាតាមពុទ្ធរៀនតាមព្រះគ្រីស្ទរៀនតាមព្រះផ្សេងគ្នានិងក៏ដូចជារៀនតាមទស្សនវិជ្ជាឬក៏តាមច្បាប់ធម្មជាតិដើម្បីទៅរកឲ្យឃើញនៅចំណុចទី5ដែលកម្រិតកម្ពូលនេះអាហ្នឹងគឺជោគជ័យនឹងទៅតាមកម្រិតនៅតាមប្រភេទទៅតាមជំហានរបស់មនុស្សយើងយើងដើរទៅបាទហើយដើម្បីទៅដល់នោះគឺថាត្រូវឆ្លងកាត់នៅការលំបាកការដោះស្រាយបញ្ហានេះមនុស្សទៅតែរកដំណោះស្រាយយកឈ្នះលើបញ្ហានឹងអស់ដើម្បីទទួលបាននូវសេចក្តីសុខគ្រប់កម្រិតហ្នឹងបាទ
បើសិនបើយើងរៀនហើយប៉ុន្តែគាត់ពុំហ៊ានអនុវត្តតើអាចជោគជ័យបានទេ រៀនហើយមិនអនុវត្តអត់មានលទ្ធផលបាទព្រោះច្បាប់ធម្មជាតិក៏ដូចជាច្បាប់កម្មផលផលដែលបានមកគឺចេញពីសកម្មភាពដែលយើងធ្វើបាទអញ្ចឹងយើងធ្វើសកម្មភាពយ៉ាងម៉េចធ្វើសកម្មភាពអីវានឹងនាំទៅរកផលមួយដែលយើងបានអញ្ចឹងប្រសិនបើយើងគាត់តែដឹងតែយើងអត់បានធ្វើសកម្មភាពស្មើពេលលួចបាទស្មើនឹងអត់បាទស្មើនឹងអត់បាទតើលោកអាចបញ្ជាក់អំពីអត្តន័យភាពខុសប្លែកគ្នារវាងមនុស្សជោគជ័យនិងបរាជ័យបានទេបាទ តាមពិតបើនិយាយអំពីលក្ខណៈខុសប្លែកគ្នានៃភាពមនុស្សដែលជោគជ័យនិងបរាជ័យគឺថាខុសគ្នាមានចំណុចច្រើនណាស់ដែលខុសគ្នាយើងដឹងហើយថាមនុស្សដែលខ្លាំងនិងមនុស្សដែលធម្មតាណាគឺមនុស្សជុំដែលខ្លាំងហ្នឹងមនុស្សដែលជោគជ័យហ្នឹងមានចំនួនតិចបាទឯចំនួនដែលមនុស្សដែលធម្មតាច្រើនមែនទែនបាទអញ្ចឹងបាទដើម្បីឲ្យយើងអាចណាចង់ខ្លាយជាមនុស្សខ្លាំងយើងនៅក្នុងមានពីរពេចបើយើងជំនួសយើងចង់សិនបាទទីមួយទៅដឹងខ្លួនឯងថាខ្លួននៅណាបច្ចុប្បន្នបាទតើយើងនៅកន្លែងណានៅក្នុងមនុស្សធម្មតាឬមនុស្សជោគជ័យហើយភាពដឹងអំពីថាទៅចង់សិនបាទទៅចង់ថាយើងចង់ខ្លាយជាមនុស្សជោគជ័យហើយទៅបាទទៅចង់ឲ្យខ្លាំងទៅដាក់ជីវិតក្នុងការចង់បាទអញ្ចឹងចង់ឲ្យដល់កំពូលចង់ឲ្យដល់គល់ចង់ឲ្យខ្លាំងចង់ឲ្យដល់រឹសអាហ្នឹងបានយើងអាចធ្វើសកម្មភាពឆ្ពោះទៅវាបានអញ្ចឹងគឺថាទីមួយទៅចង់ឲ្យខ្លាំងចង់ជោគជ័យហ្នឹងឆន្ទៈបាទឆន្ទៈហើយត្រូវដឹងអំពីដូចបងបានលើកឡើងថាតើវាខុសគ្នាមិនខុសគ្នាច្រើនណាស់បាទខុសគ្នាច្រើនណាស់អញ្ចឹងបើចង់ដឹងច្បាស់គឺថាតើតែរៀនពីអ្នកដែលខ្លាំងរៀនអ្នកដែលជោគជ័យហ្នឹងរៀនសង្កេតអ្នកជោគជ័យហ្នឹងថាតើទម្លាប់នៃការធ្វើកម្មពួកគាត់យ៉ាងម៉េចរបៀបនៃការគិតរបស់គាត់ហ្នឹងយ៉ាងម៉េចអត្តចរិតរបស់គាត់យ៉ាងម៉េចអញ្ចឹងរបៀបគិតទម្លាប់អត្តចរិតរបស់គាត់នៃការប្រើប្រាស់ពេលវេលារបស់គាត់ការនិយាយស្ដីរបស់គាត់ប្រកបជាខុសពីមនុស្សធម្មតាបាទហើយបើយើងក៏លេចមើលមនុស្សធម្មតាគឺឃើញច្រើនណាស់បាទហើយខ្ញុំឧទាហរណ៍ថាអ្នកដែលជោគជ័យហ្នឹងយ៉ាងម៉េចគាត់ចង់ជោគជ័យខ្លាំងគាត់ដាក់ជីវិតមកប៉ុន្តែមនុស្សធម្មតាគាត់សួរថាហ៊ានដាក់ជីវិតណាដើម្បីចង់ឲ្យជោគជ័យហ្នឹងឯងបាទអត់ហ៊ានបាទហើយអ្នកដែលជោគជ័យគេឲ្យតម្លៃជីវិតរបស់គេដាក់ជីវិតមិនប៉ុន្តែគេដាក់ជីវិតវិនិយោគដើម្បីជីវិតរបស់គេស្រឡាញ់ជីវិតរបស់គេឲ្យតម្លៃជីវិតរបស់គេឲ្យតម្លៃមនុស្សនិងគេឲ្យតម្លៃពិភពលោកទាំងមូលតែម្ដងបាទអញ្ចឹងគេឲ្យតម្លៃជីវិតយ៉ាងម៉េចគេមានជីវិតតែមួយទេបាទកើតមកឲ្យស្លាប់ទៅវិញអញ្ចឹងគេមិនអាចស្លាប់ដោយគ្មានហេតុផលគេមិនស្លាប់ទៅដោយនៅធម្មតាទេគេមិនស្លាប់ទៅនៅស្លាប់ហើយនៅតែក្នុងភាពលំបាកភាពក្រីក្រទេគេចង់ស្លាប់ដោយកិត្តិយសមានគេឈ្មោះនិងបំពេញសេចក្តីសុខបំពេញបំណងរបស់គេនៅក្នុងជីវិតដែលខ្លក់ដល់ខ្លីរបស់គេហ្នឹងអញ្ចឹងគេត្រូវធ្វើអីដើម្បីឲ្យគេបានរីកចម្រើនដើម្បីបានបំពេញនៃការលូតលាស់បំពេញនៃសេចក្តីសុខហើយធ្វើឲ្យអ្នកនៅជុំវិញទៀតមានសេចក្តីសុខដែរនិងរីកចម្រើនដែរអានោះគឺជាអ្នកដែលគេថាជោគជ័យនិងកម្រិតកំពូលបាទបើយើងពេលខ្លះយើងគិតតែមកជោគជ័យតែខ្លួនឯងបានតែលុយតែខ្លួនឯងមានឋានៈតែខ្លួនឯងអីខ្លួនឯងស្អែតតែខ្លួនឯងអីខ្លួនឯងជោគជ័យនៅតូចដល់ឡើយទោះបីយើងមានតំណែងធំប៉ុណ្ណាក៏ដោយបាទហើយតកតងទៅនឹងការខុសប្លែកគ្នាផងដែរតកតងទៅនឹងអ្នកដែលជោគជ័យនោះគាត់មានគោលបំណងធំបាទហើយអ្នកដែលធម្មតាគាត់គោលបំណងគាត់អត់ធំទេអត់ហ៊ានហើយមើងងាយសក្តានុពលខ្លួនឯងដែលអត់ដឹងខ្លួនគាត់គិតថាគាត់អត់អាចធ្វើបានទេបាទគាត់គិតថាខ្លួនឯងហ្នឹងដោយសារតែខ្លួនឯងហ្នឹងនៅក្នុងប្រទេសដែលក្រគាត់គិតថាខ្លួនឯងហ្នឹងដោយសារក្នុងក្រុមគ្រួសារក្រីក្រគាត់គិតថាខ្លួនឯងហ្នឹងរៀនបានតិចគាត់គិតថាខ្លួនឯងហ្នឹងអត់ស្អាតណាអញ្ចឹងគាត់មើងងាយខ្លួនឯងគាត់បានដាក់ច្រវាក់ខ្លួនឯងដែលអត់ដឹងខ្លួននៅពេលដែលគាត់បានគិតថាគាត់អត់អាចមានឱកាសរីកចម្រើនដូចគេអត់មានឱកាសជោគជ័យដូចគេពេលនោះគឺច្រវាក់នៃបញ្ហាជាប់នៅជាមួយគាត់អញ្ចឹងរាសីរបស់គាត់អត់មានទេអត់ឡើងទេដោយសារតែមានបញ្ហាអញ្ចឹងអ្នកសម្រាប់អ្នកដែលគេជោគជ័យគេគិតថាអ្វីក៏អាចធ្វើទៅបានដែរអ្វីក៏អាចធ្វើទៅបានដែរឲ្យតែស្របច្បាប់ធម្មជាតិហើយបើគេអត់ដឹងគេទៅរៀនពីអ្នកដទៃទៀតអ្នកជាច្បាប់ធម្មជាតិបាទច្បាប់ធម្មជាតិគឺជាអ្វីដែលនៅក្នុងជីវិតរបស់យើងនឹងជុំវិញជីវិតរបស់យើងដែលវាតកតងទៅនឹងលទ្ធផលនិងការអំពើសកម្មភាពទៅនឹងលទ្ធផល
បាទលទ្ធផលគ្រប់យ៉ាងវាចេញពីសកម្មភាពរបស់យើងអញ្ចឹងយើងតើឡើយយើងយល់អំពីអ្វីដែលលក្ខណៈធម្មជាតិរបស់សកម្មភាពទាំងអស់ណាទាំងមនុស្សទាំងសត្វទាំងវត្ថុទាំងធម្មជាតិទាំងឡាយនៅជុំវិញទាំងនៅលើមេឃក្រោមមេឃក្រោមដីដែលពាក់ព័ន្ធទៅនឹងជីវិតរបស់មនុស្សតែម្ដងអញ្ចឹងច្បាប់ធម្មជាតិទីមួយគឺច្បាប់កម្មផលហ្នឹងអាហ្នឹងគឺច្បាប់ហ្នឹងគឺច្បាស់ចាស់ជាងគេហ្មងបាទដែលយើងតែងតែនិយាយប៉ុន្តែបងប្អូនខ្លះគាត់យល់ច្រឡំពីរឿងច្បាប់កម្មផលហ្នឹងហ្នឹងគាត់ថាច្បាប់កម្មផលហ្នឹងគឺកម្មវិជាតិមុនឯណាបាទហ្នឹងជាការគិតមួយរបស់គាត់បាទលោកអាចបកស្រាយអ្វីដែលខ្ញុំមើលឃើញគឺថាច្បាប់កម្មផលនេះគឺលទ្ធផលគ្រប់យ៉ាងរបស់មនុស្សនៅលើโลกនេះគឺចេញអំពីសកម្មភាពរបស់មនុស្សទាំងតែម្ដងអញ្ចឹងយើងផ្ទាល់ខ្លួនរបស់យើងផ្ទាល់ខ្លួនលទ្ធផលរបស់យើងគឺវាចេញពីសកម្មភាពរបស់យើងប៉ុន្តែសកម្មភាពរបស់យើងនេះយ៉ាងណានោះជួនកាលយើងអត់ដឹងពីអ្វីដែលកើតឡើងនៅជុំវិញខ្លួនយើងកាលណាអត់ដឹងអ្វីជុំវិញខ្លួនយើងគិតថាជួនកាលយើងមិនមែនធ្វើផងប៉ុន្តែមិនតែគេធ្វើលើយើងគេបំពេញយើងមកពីយើងអត់ទាន់ដឹងអ្វីដែលកើតឡើងនៅជុំវិញយើងណាតែយើងគួរតែធ្វើសកម្មភាពម៉េចដើម្បីទាញយកនៅអ្វីដែលកើតឡើងនោះមកគ្រប់គ្រងយើងដើម្បីធ្វើអ្វីជិះពីបញ្ហាណាឬធ្វើអ្វីដែលបានផលរីចម្រើនអញ្ចឹងសកម្មភាពរបស់យើងគ្រប់យ៉ាងតែសកម្មភាពគ្រប់យ៉ាងគឺកំណត់នៅលទ្ធផលឯសកម្មភាពរបស់យើងនេះមកពីអីទៀតសកម្មភាពរបស់យើងនេះគឺចេញពីការសម្រេចចិត្តរបស់យើងប៉ុន្តែមនុស្សរងហើយគឺសម្រេចចិត្តគ្រប់វិនាទីទាំងអស់ប៉ុន្តែការសម្រេចចិត្តរបស់គាត់អាចខុសៗគ្នាដោយសារអីដោយសារតែព័ត៌មានដោយសារតែការគិតរបស់គាត់ដោយសារតែការគិតរបស់គាត់ខុសៗគ្នាដែរអញ្ចឹងការធ្វើសកម្មភាពអាស្រ័យទាំងសងទៅលើការសម្រេចចិត្តរបស់យើងគ្រប់នាទីហ្មងបាទហើយការសម្រេចចិត្តនេះទៀតក៏អាស្រ័យទៅលើការគិតរបស់យើងគ្រប់នាទីដែរហើយការគិតនេះទៀតវាអាស្រ័យទៅលើយើងមានព័ត៌មានអត់ក្នុងការគិតប្រសិនបើយើងអត់មានព័ត៌មានទេយើងគិតទៅអត់ចាញ់គិតទៅសាញ់បាទមួយទៀតគិតទៅឃើញតែបញ្ហាគិតឃើញតែអវិជ្ជមានគិតទៅឃើញអត់កើតដោយសារតែគាត់អត់មានព័ត៌មាននៅក្នុងខួរក្បាលរបស់គាត់ធ្វើម៉េចឲ្យគាត់មានព័ត៌មាននៅក្នុងខួរក្បាលដើម្បីឲ្យមានព័ត៌មានលុះណាតែគាត់ត្រូវតែស្រវាសតិញបាទត្រូវសែកគប់ជាមួយនឹងមនុស្សដែលត្រូវបាទគាត់ចង់បានព័ត៌មានអីព័ត៌មានមានច្រើនណាមានព័ត៌មានល្អនិងព័ត៌មានអាក្រក់បាទបើសិនជាគាត់អត់ដឹងអាកន្លែងហ្នឹងជួនកាលគាត់ចំណាយពេលវេលាសែកគប់ជាមួយនឹងមនុស្សដែលមានតែព័ត៌មានអាក្រក់មានតែព័ត៌មានអវិជ្ជមានដូចគ្នាអត់រីកចម្រើនដូចគ្នាបាទអញ្ចឹងគាត់ត្រូវសែកគប់នឹងមនុស្សដែលមានការរីកចម្រើនមនុស្សដែលមានគតិបណ្ឌិតណាហើយអានសភៅឲ្យច្រើនដែលសភៅដែរមនុស្សដែលជោគជ័យគាត់ទៅសេបាទហើយសែកគប់នឹងអ្នកដែលគ្រូដែលមានបទពិសោធន៍ពិតប្រាកដបាទសែកគប់ជាមួយអ្នកដែលគាត់ពិតប្រាកដយើងនឹងបានព័ត៌មានពិតប្រាកដតែបើសែកព័ត៌មានសែកគប់ជាមួយនឹងព័ត៌មានដែលខុសវានាំឲ្យយើងគិតខុសសម្រេចចិត្តខុសលទ្ធផលសកម្មភាពរបស់យើងធ្វើក៏ខុសលទ្ធផលយើងក៏អត់បានអញ្ចឹងគឺការប្រមូលព័ត៌មានគឺតាមការអានសភៅតាមការចូលរួមសិក្ខាសាលាការបណ្ដុះបណ្ដាលការបង្វឹកនិងការសែកគប់ជាមួយនឹងមិត្តភ័ក្តិឬក៏អ្នកណាដែលយើងគិតថាជា role model ជាគំរូរបស់យើងការសែកគប់នឹងឲ្យដែលធ្វើឲ្យយើងទូលាខ្លួនឯងបន្តិចម្ដងតាមរយៈការទទួលយកនៅព័ត៌មានថ្មីៗដែលយើងមិនធ្លាប់បានឮមិនធ្លាប់បានដឹងពីមុនមកហើយធ្វើឲ្យយើងមានការផ្លាស់ប្ដូរបានបាទដោយសារពេលវេលានៃកម្មវិធីវគ្គទី2យើងដល់ពេលកំណត់ហើយវិលមកជួបលោកនៅវគ្គទី3ទៀតបាទលោកស្រីប្រិមិត្តដែលកំពុងតាមដានកម្មវិធីជីវិតនឹងលុយសូមខ្ញុំបាននឹងលោកអមសេងបារាសូមសម្រាប់បន្តិចសិនហើយជួបជាមួយនឹងអ្នកឧបត្ថម្ភកម្មវិធីរបស់យើងបាទសូមអញ្ជើញបាទតើលោកអ្នកកំពុងចង់ពង្រីកអាជីវកម្មមែនដែរឬទេចូលរួមជាសមាជិក CEO Master Club ដើម្បីក្លាយជាអ្នកដឹកនាំធុរកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័សធ្វើអាជីវកម្មតូចទៅជាធំពីលក្ខណៈគ្រួសារទៅជាស្តង់ដារពង្រីកបណ្ដាញការលក់កាន់តែទូលាយលើកកេរ្តិ៍ឈ្មោះក្រុមហ៊ុនឲ្យកាន់តែខ្ពស់និងចូលរួមអភិវឌ្ឍសង្គមកាន់តែខ្លាំងលោកអ្នកនឹងទទួលបានការប្រឹក្សាជាបន្តបន្ទាប់ CEO Master Club ពង្រឹងអ្នកដឹកនាំធុរកិច្ចកម្ពុជាធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុករឹងមាំវិទ្យាស្ថានគុណភាពការងារកម្ពុជាសូមស្វាគមន៍ចំពោះសិស្សនិស្សិតមកទទួលការសិក្សានៅក្នុងវិទ្យាស្ថានគុណភាពការងារកម្ពុជាថ្នាក់បរិញ្ញាបត្ររងដែលមានជំនាញដូចជាសហគ្រិនជាន់ខ្ពស់ភ្នាក់ងារទីផ្សារជាន់ខ្ពស់ភ្នាក់ងារអចលនទ្រព្យជាន់ខ្ពស់ភ្នាក់ងារឥណទានធនាគារជាន់ខ្ពស់គណនេយ្យករជាន់ខ្ពស់ភាសាអង់គ្លេស
សិស្សានុសិស្សដែលមិនមានលទ្ធភាពក្នុងការសិក្សាវិទ្យាស្ថានមានការសហការជាមួយនឹងមីក្រូហិរញ្ញវត្ថុ Vision Fund ទាំង25ខេត្តក្រុងសម្រាប់ផ្ដល់ជាកម្ចីជាមួយនឹងអត្រាការប្រាក់ទាបបំផុតការសិក្សាការរស់នៅនិងសម្រាប់ទិញសម្ភារៈសិក្សានិងទិញម៉ូតូនិស្សិតក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមនៅសេវាធានារ៉ាប់រងលើសុខភាពពេលមានជំងឺនិងគ្រោះថ្នាក់បុគ្គលនិស្សិតដែលមកពីខេត្តឆ្ងាយវិទ្យាស្ថានក៏ជួយរកអន្តេវាសិកដ្ឋានសម្រាប់ឲ្យស្នាក់នៅដែលមានលក្ខណៈស្តង់ដារអន្តរជាតិវិទ្យាស្ថានបានយកចិត្តទុកដាក់ចំពោះជំនាញដែលជាតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគតរាល់និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានហើយមិនមានការងារធ្វើវិទ្យាស្ថានធានាសងប្រាក់វិញ 100% នៅពេលដែលនិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថាននិស្សិតនឹងទទួលបានជំនាញនិងការងារមួយយ៉ាងពិតប្រាកដរួមទាំងប្រាក់ចំណូលសមរម្យវិទ្យាស្ថានគុណភាពការងារកម្ពុជានាំមកនូវភាពជោគជ័យថ្មីសម្រាប់អ្នកដើម្បីកម្ពុជា CMI បង្កើនសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម Oiko Credit វិនិយោគដើម្បីអភិវឌ្ឍប្រជាជន CEO Master Club បង្វឹកថ្នាក់ដឹកនាំធុរកិច្ចកំពូលធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុករឹងមាំ បាទសូមស្វាគមន៍មកកាន់វគ្គទី3នៃកម្មវិធីជីវិតនិងលុយបាទជាចុងក្រោយខ្ញុំបាទមានសំណួរមួយសំណួរទៀតចង់ជម្រាបសួរទៅលោកអមសេងបារ៉ាតកតទៅនឹងធាតុសំខាន់ដែលធ្វើឲ្យមនុស្សជោគជ័យបាទសូមក្រុមជើញបាទបាទអរគុណច្រើនតែពិតទៅធាតុសំខាន់ក្នុងការធ្វើឲ្យមនុស្សជោគជ័យនេះគឺមានច្រើនណាស់បាទប៉ុន្តែខ្ញុំចង់តាមរយៈបទពិសោធន៍របស់ខ្ញុំចង់ចែករំលែកនៅចំណុចមួយចំនួនបាទទី1គឺចង់សិនចង់ជោគជ័យឲ្យខ្លាំងហើយដាក់ជីវិតក្នុងការចង់មិនមែនគ្រាន់តែចង់លេងទេបាទព្រោះជីវិតយើងខ្លីហ៎អញ្ចឹងត្រូវស្លាប់ទៅវិញយើងចង់យើងពេញចិត្តជាមួយនឹងស្អីពេលយើងស្លាប់ហ្នឹងអញ្ចឹងអាហ្នឹងហើយជាគោលដៅធំបំផុតរបស់យើងចង់ឲ្យខ្លាំងឲ្យច្បាស់បាទទី2យើងចង់ហើយក៏ប៉ុន្តែយើងអត់ទាន់ដឹងផ្លូវទេបាទអញ្ចឹងមានតែរៀនសូត្រហើយការរៀនសូត្រនេះមិនមែនគ្រាន់តែរៀននៅសាលាទេគឺរៀនពីបុគ្គលដែលជោគជ័យបាទការរៀនពីបុគ្គលជោគជ័យខ្សែគប់ជាមួយនឹងបុគ្គលជោគជ័យនេះគឺសំខាន់មែនតើបាទយើងត្រូវជួបជាមួយនឹងអ្នកដែលបានឆ្លងកាត់បទពិសោធន៍ពិតប្រាកដអ្នកដែលគាត់បានឆ្លងទាំងការលំបាកទាំងជោគជ័យទាំងបរាជ័យទាំងអីទាំងអស់ហើយប៉ុន្តែចុងក្រោយគាត់ជោគជ័យជាតួឯកអញ្ចឹងយើងត្រូវយកគាត់ជា role model ហើយត្រូវធ្វើម៉េចខ្សែគប់ជាមួយគាត់បាទតាមរយៈអីក៏ដែរបាទចំណុចមួយទៀតគឺត្រូវតែប្រើប្រាស់ពេលវេលាខ្លួនឯងវិនិយោគពេលវេលាពុះពេលវេលាជាជីវិតអញ្ចឹងក្រៅពីលុយកាក់ក្រៅពីអ្វីៗគឺត្រូវប្រើប្រាស់ពេលវេលាអ្នកខ្លះគាត់ចំណាយពេលវេលាតែ8ម៉ោងឯងសម្រាប់រកប្រាក់ចំណូលគាត់គិតថាគាត់អ្នកធ្វើការគាត់ធ្វើប្រើប្រាស់ពេលតែ8ម៉ោងឯងអញ្ចឹងបើសិនជាគាត់ធ្វើការគាត់តែ8ម៉ោងរកតែប្រាក់ខែពិបាកណាស់ដែលនឹងធ្វើឲ្យគាត់អាចទៅជាបុគ្គលដែលជោគជ័យខ្លាំងណាព្រោះប្រាក់ខែយើងដឹងមានកំណត់អញ្ចឹងមួយខែបានប្រមាណមួយឆ្នាំបានប្រមាណមួយជីវិតបានប្រមាណពេលយើងធ្វើការបាទអញ្ចឹងគាត់ត្រូវវិនិយោគពេលវេលាគាត់លើសពី8ម៉ោងមិនមែនគ្រាន់តែ8ម៉ោងដើម្បីរកប្រាក់ចំណូលទេអញ្ចឹងគឺត្រូវតែផ្ដោតទៅលើលទ្ធផលហ្នឹងគឺបើសិនតែបំពេញការងារត្រូវមើលលើលទ្ធផលជាងមើលតែម៉ោងហើយយើងត្រូវទទួលស្គាល់ថារាល់ការជោគជ័យទាំងអស់សិតតែត្រូវឆ្លងកាត់នៅឧបសគ្គបាទបុគ្គលជាច្រើនគាត់ខ្លាចឧបសគ្គគាត់អត់ហ៊ានធ្វើគាត់មិនធ្វើឬក៏គាត់ធ្វើបន្តិចគាត់ដកខ្លួនចេញអាហ្នឹងគឺធ្វើឲ្យគាត់បាត់បង់នៅឱកាសអត់មានឱកាសក្នុងការទៅមុខអញ្ចឹងត្រូវតែទទួលយកនឹងការលំបាកចឹងបុគ្គលដែលជោគជ័យគឺគាត់ដឹងមុនថារាល់សកម្មភាពរបស់គាត់គាត់ធ្វើទាំងអស់នឹងឆ្លងកាត់ការលំបាកគាត់ដឹងមុនហ្មងអញ្ចឹងគាត់លែងខ្លាចបណ្ដោយព្រោះគាត់ដឹងហើយថាមានឧបសគ្គហើយពីឧបសគ្គគឺដោះគឺយើងរៀនមុនយើងដឹងមុនហើយយើងមានចំណុចដែលបានលើកឡើងថាខ្សែគប់ជាមួយជោគជ័យរួចហើយនោះគាត់មានបទពិសោធន៍ជាច្រើនដែលអាចជួយយើងអញ្ចឹងណាគឺត្រូវតែទទួលយកនៅការលំបាកហើយឆ្លងកាត់វាកុំខ្លាចការលំបាកឲ្យសោះកុំខ្លាចការនឿយហត់ហើយប្រើប្រាស់ពេលណាឲ្យបានផ្ដោតទៅលើគោលដៅរបស់ខ្លួនជាងបណ្ដោយពេលវេលាទៅដែលអត់ប្រយោជន៍ចំណុចមួយទៀតគឺធ្វើជាមនុស្សល្អជាមនុស្សស្មោះត្រង់ជាមនុស្សមកចាត់ជាមនុស្សស្មោះត្រង់និយាយអីគឺធ្វើហ្នឹងបាទដើម្បីឲ្យគេទុកចិត្តត្រូវកសាងទំនុកចិត្តជាមួយនឹងអ្នកពាក់ព័ន្ធការកសាងទំនុកចិត្តនេះគឺតកតងទៅនឹងការណាតកតងនឹងនិយាយអីធ្វើហ្នឹង
មួយទៀតគឺផ្ដល់ឲ្យអ្នកនៅជំនាញលើកពីការរំពឹងទុកនេះគឺជាអ្វីដែលធ្វើឲ្យខ្ញុំរូបរបស់កន្លងមកដែរ បាទ ផ្ដល់ឲ្យអ្នកពាក់ព័ន្ធលើសពីការរំពឹងទុកគឺបង្កើតជោគជាតារិស័យខ្លួនឯងឲ្យឡើងលើករិស័យខ្លួនឯងឲ្យឡើងពោះតាមរយៈការផ្ដល់សេវាកម្មឲ្យបានល្អលើសពីការរំពឹងទុកការផ្ដល់កិច្ចការអ្វីមួយលទ្ធផលល្អលើសពីការរំពឹងទុកទៅដល់អ្នកពាក់ព័ន្ធទាំងអស់នោះធ្វើឲ្យរិស័យយើងកើនឡើងនេះជាចំណុចសំខាន់ដែលខ្ញុំគិតថាជាចំណុចសំខាន់ដែលនាំឲ្យយើងទៅជោគជ័យបាទ បាទអរគុណណាស់ដោយសារពេលវេលាមានកំណត់ខ្ញុំបាទសូមគោរពថ្លែងអរគុណលោកអមសេងបារាដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអញ្ជើញចូលរួមជាមួយកម្មវិធីយើងហើយចែករំលែកនៅបទពិសោធន៍ល្អៗជូនដល់បងប្អូនប្រិយមិត្តទូទស្សនិកជនដែលកំពុងតាមដានកម្មវិធីយើងនេះផ្ទាល់តែម្ដងបាទសូមអរគុណ អរគុណ លោកស្រីប្រិយមិត្តទូទស្សនិកជនជាទីគោរពកម្មវិធីជីវិតនឹងលុយរបស់លោកអមសេងបារានិងខ្ញុំបាទដែលលោកស្រីទៅបានតាមដានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះហើយខ្ញុំបាទនិងលោកអមសេងបារាសន្យាថានឹងវិលមកជួបលោកស្រីវិញតាមពេលវេលានិងថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយទៀតបាទសូមអរគុណសូមគោរពលា